3. តើកំណែទម្រង់ឆ្នាំ 1877 និងឆ្នាំ 1884 មានកម្មវិធីដូចម្តេចខ្លះ? ចម្លើយ កំណែទម្រង់ឆ្នាំ 1877 និង 1884 មានកម្មវិធីដូចជា កំណែទម្រង់ឆ្នាំ 1877 មានកម្មវិធីដូចជា មានកម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្ដេចត្រាញ់ មន្ត្រីសក្តិភូមិ និងលុបបំបាត់វណ្ណៈខ្ញុំគេ បង្កើតចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យ កម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន បង្កើតប្រព័ន្ធពន្ធដារថ្មី បារាំងបានធ្វើឲ្យប្រទេសសៀមទទួលការគ្រប់គ្រងរបស់បារាំងលើកម្ពុជា ហើយត្រីមួយទៀតគឺចរចាអំពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងសៀម ត្រីមួយទៀតឆ្នាំ 1908 បារាំងបានធ្វើផែនការផែនទីមួយមានឈ្មោះថាផែនទីដងរែកដែលទទួលស្គាល់ដោយតំណាងបារាំង សៀមនៅលើឆាកអន្តរជាតិរហូតដល់សព្វថ្ងៃ កំណែទម្រង់ឆ្នាំ 1884 មានកម្មវិធីដូចជា បារាំងបានដាក់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួន